លោកពូទីនបិទទ្វារសន្តិភាពទាំងស្រុងមេដឹកនាំរុស្ស៊ីបានប្រកាសទាត់ចោលសំណើរបស់អ៊ុយក្រែនដែលសូមឲ្យមានការផ្អាកការវាយប្រហារចម្ងាយឆ្ងាយទៅវិញទៅមកប្រិយមិត្តទស្សនិកជនមកកាន់នេតិព័ត៌មានអន្តរជាតិមេដឹកនាំវិមានក្រំឡាំងបានបិទទ្វារសន្តិភាពទាំងស្រុងហើយក្តីសង្ឃឹមក្នុងការបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនត្រូវបានរលាយជាផេះផង់សារជាថ្មីបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបានចេញមុខប្រកាសទាត់ចោលទាំងស្រុងនិងបដិសេធដាច់អហង្ការនៅសំណើរបស់អ៊ុយក្រែនដែលសូមផ្អាកការវាយប្រហារចម្ងាយឆ្ងាយទៅវិញទៅមកដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងសង្គ្រាមដែលបានអូសបន្លាយជាង4ឆ្នាំមកនេះជំនួសឲ្យការទទួលយកការសម្របសម្រួលលោកពូទីនបានប្រកាសយ៉ាងច្បាស់និងមើងមាត់ថាកងទ័ពរុស្ស៊ីនឹងមិនថយក្រោយសម្បីមួយជំហានឡើយពួកគេនឹងបន្តរុញច្រាសយុទ្ធនាការវាយលុកដ៏សាហាវនៅសមរភូមិជួរមុខដោយមានគោលដៅតែមួយគត់គឺត្រូវតែវាយដណ្ដើមកាន់កាប់ឲ្យបានពេញលេញទាំងស្រុងទៅលើតំបន់ទាំង4របស់អ៊ុយក្រែនដែលរុស្ស៊ីបានកាត់បញ្ចូលជាទឹកដីខ្លួនកាលពីពេលមុនតំបន់យុទ្ធសាស្ត្រទាំង4នោះរួមមានតំបន់ដូណាត់ លូហាន ខឺសុន និងសាបូរីសៀផងដែរតើហេតុអ្វីបានជារុស្ស៊ីរឹងរូសមិនព្រមចរចានៅពេលនេះមេដឹកនាំរុស្ស៊ីវ័យ73ឆ្នាំរូបនេះបានសង្កត់ធ្ងន់និងអះអាងថាបច្ចុប្បន្នកងទ័ពអ៊ុយក្រែនកំពុងតែទល់ជ្រក់និងប្រឈមមុខទៅនឹងការខ្វះខាតកម្លាំងទ័ពយ៉ាងធ្ងន់ធ្ងរនៅលើខ្សែត្រៀមជួរមុខដែលមានប្រវែងលាតសន្ធឹងជាង1200គីឡូម៉ែត្រលោកពូទីនបានគូសបញ្ជាក់ថាសំណើសុំផ្អាកការវាយប្រហាររបស់រដ្ឋាភិបាលទីក្រុងគីវនៅពេលនេះមិនមែនចេញពីចេតនាសន្តិភាពពិតប្រាកដនោះទេតែវាគ្រាន់តែជាល្បិចទិញពេលវេលាដើម្បីកាត់បន្ថយសម្ពាធយោធាពីការវាយលុករបស់រុស្ស៊ីតែប៉ុណ្ណោះដូច្នេះហើយទីក្រុងម៉ូស្គូមើលឃើញថាខ្លួនគ្មានហេតុផលអ្វីដែលត្រូវយល់ព្រមឡើយពីព្រោះបច្ចុប្បន្នការវាយបករបស់រុស្ស៊ីចូលជ្រៅទៅក្នុងទឹកដីអ៊ុយក្រែនកំពុងតែមានឥទ្ធិពលនិងបំផ្លិចបំផ្លាញសត្រូវយ៉ាងខ្លាំងក្លាបំផុតតើអ៊ុយក្រែននឹងមានយុទ្ធសាស្ត្រអ្វីបន្តដើម្បីទប់ទល់មហិច្ឆតារបស់លោកពូទីននៅពេលនេះសូមប្រិយមិត្តចូលរួមបញ្ចេញមតិនៅវីដេអូខាងក្រោមកុំភ្លេច like share follow page ដើម្បីតាមដាននៅវីដេអូបន្តទៀតខ្ញុំបាទសូមអរគុណសូមគោរពលា